លោកឃើញថាបែបថាភាពនេះគាត់ល្អក្រុមអ្នកសង្កេតការអាស៊ានចុះពិនិត្យស្ថានភាពជនស៊ីវិលចំនួន3នាក់រងរបួសដោយសារយោធាថៃបាញ់ប្រហារនៅព្រឹកថ្ងៃប្រហ័សទី13ខែវិច្ឆិកានេះក្រុមអ្នកសង្កេតការអាស៊ាន AOT បានចុះទៅមន្ទីរពេទ្យកម្ពុជាជប៉ុនមង្គលបុរីដើម្បីពិនិត្យប្រជាជនស៊ីវិលកម្ពុជាដែលត្រូវបានរងរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃនៅភូមិព្រៃច័ន្ទឃុំអូបីជាន់ស្រុកអូជ្រៅខេត្តមន្ទីរមានជ័យកាលពីថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025ម្សិលមិញនេះគួររំលឹកផងដែរថាកាលពីម្សិលមិញនេះយោធាថៃបានបើកការវាយប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន2លើកគឺលើកទី1នៅវេលាម៉ោងប្រមាណ 15:50 នាទីនិងលើកទី2នៅវេលាម៉ោង 17:54 នាទីល្ងាចនឹងបានបង្កឲ្យប្រជាជនស៊ីវិលកម្ពុជារងរបួសសរុបចំនួន3នាក់និងបាត់បង់ជីវិតចំនួន1នាក់